បាទសូមជំរាបសួរបងប្អូនអរគ្នាហើយថ្ងៃនេះគឺមកជួបជាមួយខ្ញុំហើយថ្ងៃនេះគឺខ្ញុំមកនិយាយអំពីបញ្ហាជំងឺរឹតដុំបាទមានបងប្អូនដែលគាត់កើតជំងឺរឹតដុំជាច្រើនហើយគាត់មើលអត់ជានិយាយជាពិសេសដំណាក់កាលដែលធ្ងន់ធ្ងរដូចជាដំណាក់កាលដែលធ្លាក់ឈាមអត់បាត់បើសិនជាដំណាក់កាលដែលធ្លាក់ឈាមទៅយើងហូបថ្នាំទៅវាបាត់អានឹងមិនមែនទាន់ដល់កម្រិតមួយដែលធ្ងន់ធ្ងរខ្លាំងពេកទេបាទហ្នឹងហើយអញ្ចឹងថ្ងៃនេះលោកគ្រូមានថ្នាំបាទហ្នឹងហើយថ្នាំនេះគឺជាថ្នាំរឹតដុំបាទហ្នឹងហើយយើងអាចហូបវាមានប្រសិទ្ធភាពវាធ្វើឲ្យយើងបាត់ឈឺឈប់ធ្លាក់ឈាមបាទប៉ុន្តែរឹតដុំបើសិនជាយើងកើតយូរឆ្នាំយើងត្រូវការពេលវេលាសម្រាប់នៅក្នុងការព្យាបាលវាបាទហើយជាពិសេសអ្នកដែលធ្លាប់កាត់បាទដូចជាកាត់រួចហើយលេងញ៉ាំវិជាញ៉ាំអីតិចតួចបាទលេងវាធ្លាក់ឈាមមកវិញអញ្ចឹងណាបាទនឹងអានឹងជាចំណុចមួយដែលយើងអាចមើលម្លងបានទេហើយបើសិនជាអ្នកខ្លះគាត់កាត់ហើយបើធ្លាក់ឈាមមកវិញគាត់អាចខាត់ឈាមបានអាចប៉ះពាល់ដល់អាយុជីវិតបាទមានច្រើនបាទអ្នកខ្លះគាត់វះកាត់ហើយក៏មុនដំបូងវាមិនទាន់នឹងមានបញ្ហាទេតែដល់ពេលមានបញ្ហាធ្លាក់ឈាមហើយទៅពេទ្យគាត់អត់បាត់ទៀតបាទអានឹងមានបញ្ហាធំណាបាទហ្នឹងហើយអានឹងដូចជានៅក្បែរភូមិខ្ញុំហ្នឹងគាត់មានយាយរៀងចំណាស់បាទគឺគាត់ទៅកាត់រឹតដុំបាទក៏តែនៅពេលដែលកាត់រួចហើយគាត់មកផ្ទះមកអីបានមួយរយៈធំបាទហើយក៏វាធ្លាក់ឈាមមកវិញអញ្ចឹងណាវាជាហើយរឹតដុំបាទនឹងគាត់កាត់អីវាសះអីអស់ហើយប៉ុន្តែស្រាប់តែរឹតដុំបាទនឹងវាធ្វើទុកបាទវាធ្លាក់ឈាមនៅពេលដែលទៅពេទ្យអត់អាចខាត់ឈាមបានមានន័យថាយើងបញ្ចូលឈាមទាំងប្រមាណវាអស់បញ្ចូលទៅវាហូរចេញអស់ចូលទៅវាហូរចេញអស់បាទរហូតដល់ប៉ះពាល់ដល់អាយុជីវិតបាទរហូតដល់សប្តាហ៍ថ្ងៃនេះគាត់លាចាកលោកនេះតបាត់បាទអញ្ចឹងមិនថាអ្វីដែលយើងគួរតែតមហើយថ្នាំយើងអាចប្រើថ្នាំពេទ្យក៏បានប្រើថ្នាំខ្មែរក៏បានបើសិនជាយើងអស់ជំនឿទៅលើថ្នាំពេទ្យហើយបាទយើងអាចជ្រើសរើសមកប្រើថ្នាំខ្មែរបានហ្នឹងហើយហើយហ្នឹងហើយបងប្អូនអរគ្នា